ចំនៃអាហារផ្អែមប្រៃត្រូវកាន់បនថយតិចខ្លាញ់តិចអំបិលស្ករតិចខ្លាញ់តិចអំបិលស្ករដើម្បីបង្ការអើងអើយជំងឺមិនឆ្លងហូបបន្លែស្រស់ចម្រុះពលល្អផងត្រូវផឹងតឹងស្អាតជំនួសភេសជ្ជៈផ្អែមហាប់ប្រានរាល់ថ្ងៃ30នាទីហាប់ប្រានរាល់ថ្ងៃ30នាទីតើអង្គវេទិកាទាំងមូលបានអនុវត្តតាមបទចម្រៀងនេះហើយឬនៅជាកិច្ចផ្ដើមនាងខ្ញុំសូមគោរពគណៈអធិបតីជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពគណៈកម្មការជាទីគោរពសូមគោរពថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូលោកប៉ាអ្នកម៉ាក់ជាទីគោរពនិងសូមស្វាគមន៍មិត្តដែលមានវត្តមាននៅទីនេះជាទីស្រឡាញ់និងជាទីរាប់អាននាងខ្ញុំមានឈ្មោះថេនផុនអានីសាជាសិស្សរៀនថ្នាក់ទី5កនៃសាលា Milky Way Grand Beacon 1ថ្ងៃនេះនាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលមានឱកាសបានមកឆ្លៃឆាដ៏អស្ចារ្យមួយនេះដើម្បីមកបកស្រាយទៅលើប្រធានបទមួយដែលគួរឲ្យចាប់អារម្មណ៍នោះគឺស្រឡាញ់ខ្លួនឲ្យស្ងួនចំណីមុននឹងធ្វើការបកស្រាយសូមអនុញ្ញាតឲ្យរត់នឹងខ្ញុំពន្យល់នៅពេលកលឹះចំនួន2ជាមុនសិនបើយោងទៅតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតពាក្យថាស្រឡាញ់ថ្នាក់ពាក្យជាកិរិយាមានន័យថាគប់ចិត្តពេញចិត្តដោយមេត្តាឧទាហរណ៍ម្ដាយស្រឡាញ់កូនស្មើគ្នារីឯពាក្យស្ងួនថ្នាក់ពាក្យជាកិរិយាមានន័យថាបីបាច់ថែទាំដោយប្រយ័ត្នថ្នាក់ថ្នមឧទាហរណ៍ប្រយ័ត្នចំណីអាហារណាដែលមានគ្រោះថ្នាក់ឬនាំឲ្យមានមេរោគបើអ្នកស្រឡាញ់ខ្លួនអ្នកត្រូវតែប្រយ័ត្នពីចំណីអាហារព្រោះចំណីអាហារនេះហើយដែលផ្ដល់សុខផ្ដល់ទុក្ខដល់រាងកាយយើងជាងបុព្វហេតុឯទៀតចំណីធ្វើឲ្យយើងមានកម្លាំងឲ្យយើងរស់ឲ្យយើងរីកចម្រើនឲ្យពណ៌សម្បុរយើងល្អនិងផ្ដល់ប្រាជ្ញានេះប្រសិនមកអ្នកជ្រើសរើសចំណីអាហារណាដែលផ្ដល់ដល់សុខភាពល្អជាការបណ្ណាមនុស្សដែលស្រឡាញ់ខ្លួនតែងតែយកចិត្តទុកដាក់ចំពោះការបរិភោគចំណីអាហារការរស់នៅប្រចាំថ្ងៃពួកគេចេះបរិភោគអាហារស្អាតមានអនាម័យនិងមានជីវជាតិសម្រាប់ទ្រទ្រង់រាងកាយឲ្យបានរឹងមាំនិងគ្មានជំងឺពួកគេក៏ជៀសវាងពីការប្រើប្រាស់គ្រឿងស្រវឹងគ្រឿងញៀនឬអាហារផ្សេងៗដែលបំផ្លាញសុខភាពរបស់ពួកគេលើពីនេះពួកគេចេះសម្រាប់បានគ្រប់គ្រាន់ហាត់ប្រាណជាប្រចាំនិងរក្សាអនាម័យខ្លួនប្រាណជានិច្ចការពារទុកជាមុនដើម្បីកុំឲ្យមានបញ្ហាសុខភាពទៅថ្ងៃក្រោយដោយសុភាសិតមួយឃ្លាដែលបានលើកឡើងថាការពារប្រសើរជាងព្យាបាលក្នុងន័យនេះមានន័យថាយើងជាអ្នកបរិភោគចំណីអាហារត្រូវចេះការពារខ្លួនទុកជាមុនកុំឲ្យចេះតែបរិភោគទៅដល់មិនបានគិតពីបញ្ហានៅថ្ងៃខាងមុខទៅវិញចំពោះមនុស្សដែលមិនចេះស្រឡាញ់ខ្លួនតែងតែធ្វើអ្វីតាមចិត្តដោយមិនគិតពីផលវិបាកការហូបអាហារមិនស្អាតការគេងមិនគ្រប់គ្រាន់ឬការប្រើប្រាស់សារធាតុញៀនវាអាចបណ្ដាលឲ្យយើងកើតជំងឺនិងបាត់បង់អនាគតមិនតែប៉ុណ្ណោះវាក៏ធ្វើឲ្យគ្រួសារនិងសង្គមមិនមានការរីកចម្រើនឡើយបន្ថែមពីនេះចំណីអាហារមិនស្អាតក៏នាំទុក្ខទោសដល់យើងយ៉ាងច្រើនផងដែរដូចជាចុកពោះរាគមូលឈឺក្បាលឈឺក្រពះនិងបាត់បង់ប្រាជ្ញាជាដើមដោយហេតុនេះបើអ្នកស្រឡាញ់ខ្លួនតាំងប្រយ័ត្នចំណីអាហារមុននឹងបរិភោគនំចំណីណាមួយអ្នកគួរពិចារណាឬពិនិត្យឲ្យបានយល់ពីគុណប្រយោជន៍នៃនំនោះសិនសរុបមកប្រធានបទខាងលើគឺបច្ចុប្បន្នផ្ដល់នូវតម្លៃអប់រំដល់មនុស្សទូទៅឲ្យចេះថែរក្សាសុខភាពឲ្យបានល្អឲ្យជីវិតរស់នៅប្រកបដោយសុភមង្គលដោយត្រូវចេះជ្រើសរើសចំណីអាហារណាដែលផ្ដល់ដល់សុខភាពល្អឆ្លងតាមការបកស្រាយខាងលើយ៉ាងក្បោះក្បាយរីកមកយើងអាចសន្និដ្ឋានបានថាការបរិភោគចំណីអាហារស្អាតគឺពិតជាផ្ដល់សុខភាពល្អដល់អ្នកពិតប្រាកដមែនដូច្នេះក្នុងនាមខ្ញុំជាសិស្សម្នាក់ខ្ញុំសូមតាំងចិត្តបញ្ញាយ៉ាងមុតមមថាចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនឹងហូបតែអាហារណាដែលផ្ដល់សុខភាពល្អសម្រាប់ទ្រទ្រង់រាងកាយតែប៉ុណ្ណោះដើម្បីអភិវឌ្ឍខ្លួនឯងជួយដល់ក្រុមគ្រួសារនិងប្រទេសជាតិទាំងមូលដោយពេលវេលាមានកំណត់នាងខ្ញុំក៏សូមបញ្ចប់ការបកស្រាយតែប៉ុណ្ណេះហើយនាងខ្ញុំក៏សូមជូនពរដល់គណៈអធិបតីនិងអង្គវេទិកាទាំងមូលឲ្យជួបតែពុទ្ធពរទាំង4ប្រការនោះគឺអាយុវណ្ណៈសុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយសូមអរគុណ